ផ្លូវ highway ត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃភ្ជាប់មកកម្ពុជាជាប់គាំងចំពេលមានជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាផ្លូវ highway ត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃតម្លៃ114,000 លានដុល្លារដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ប្រវែង1360គីឡូម៉ែត្រដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមាសហរណកម្មសេដ្ឋកិច្ចអាស៊ាននិងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងការបង្អាក់ដំណើរការយ៉ាងធ្ងន់ធ្ងរដោយសារតែអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយនឹងការរចនាឡើងជាផ្លូវ highway 4 កន្លងផ្លូវ highway ត្រីភាគីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌាជាមួយនឹងការរចនាឡើងជាផ្លូវ highway 4 កន្លងផ្លូវ highway ត្រីភាគីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌាព្រមជាមួយនឹងគោលដៅពង្រីកការតភ្ជាប់ផ្លូវទៅកាន់ប្រទេសកម្ពុជាឡាវនិងវៀតណាមដែលមានប្រវែងសរុប3,200គីឡូម៉ែត្រថែមទៀតផងនេះបើយោងតាម National Thailand ចុះថ្ងៃទី23ខែកុម្ភៈឆ្នាំ2025ផ្លូវ highway ដែលមានដើមកំណើតនៅទីក្រុង Moreh ប្រទេសឥណ្ឌាហើយឆ្លងកាត់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាមុនពេលទៅដល់តំបន់ Mae Sot ប្រទេសថៃគឺជាគំនិតផ្ដួចផ្ដើមតភ្ជាប់ផ្លូវគោកដ៏សំខាន់មួយទោះបីជាសម្រេចបាន70%តាមរយៈការខិតខំប្រឹងប្រែងរួបរមដោយអាជ្ញាធរឥណ្ឌានិងថៃក៏ដោយប៉ុន្តែផ្នែកសំខាន់នៃគម្រោងនេះនៅលើទឹកដីរបស់មីយ៉ាន់ម៉ាត្រូវបានបញ្ឈប់ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខដែលកើតឡើងពីរដ្ឋប្រហារយោធាខែកុម្ភៈឆ្នាំ2021គម្រោងនេះដែរដើមឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ2015ហើយក្រោយមកបានរុញបន្តទៅឆ្នាំ2027នៅតែស្ថិតនៅក្នុងភាពរអាក់រអួលដដែលផ្លូវភាគច្រើនរបស់វារត់កាត់ប្រទេសមីយ៉ាន់ម៉ាដែលធ្វើឲ្យការធ្វើដំណើរតាមផ្លូវនេះងាយរងគ្រោះជាពិសេសចំពោះអស្ថិរភាពនយោបាយនិងសន្តិសុខអ្នកជំនាញណែនាំថាយុទ្ធសាស្ត្រជំនួសអាចត្រូវបានទាមទារដើម្បីសង្គ្រោះគម្រោងនេះយុទ្ធសាស្ត្រដែលអាចបត់បែនបានគឺត្រូវការជាចាំបាច់រួមទាំងការជ្រើសរើសផ្លូវជំនួសការតភ្ជាប់ពហុម៉ូដនិងការផ្សព្វផ្សាយការទូតជាមួយអ្នកពាក់ព័ន្ធទាំងអស់ការធានាសុវត្ថិភាពគឺជាកត្តាចាំបាច់ហើយប្រសិនបើมันមានជំរើសផ្សេងទៀតនោះទេការស្វែងរកជំរើសផ្លូវវាងអាចជួយរក្សាគម្រោងឲ្យដំណើរការបានប្រសាសន៍របស់លោក Thachinang Langal អ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាឥណ្ឌានៃកិច្ចការពិភពលោកបាននិយាយនៅពេលដាក់ឲ្យដំណើរការផ្លូវនេះត្រូវបានគេរំពឹងថានឹងធ្វើបដិវត្តពាណិជ្ជកម្មនិងការដឹកជញ្ជូននៅក្នុងតំបន់ដែលផ្ដល់នូវការចូលដំណើរការកាន់តែប្រសើរឡើងទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍និងរដ្ឋភាគឦសានដែលសម្បូរធនធានរបស់ប្រទេសឥណ្ឌាដូចជាអាសាមមេឃាឡាយាមីហ្សូរ៉ាមណាហ្គាឡុងម៉ារីពូស៊ីគីមនិងត្រីពូផ្លូវល្បឿនលឿននេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញជំរុញពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគចូលទៅក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍស្ថិរភាពនិងបរិយាកាសមិត្តភាពវិនិយោគិនរបស់អាស៊ានដែលមានប្រជាជនសរុបចំនួន670លាននាក់និងកំណើនសេដ្ឋកិច្ច3.41 ពាន់លានដុល្លាររបស់ឥណ្ឌាពាណិជ្ជកម្មទ្វេភាគីឥណ្ឌាអាស៊ានមានតម្លៃ101.9 លានដុល្លារក្នុងឆ្នាំ2023ដែលធ្វើឲ្យអាស៊ីអាគ្នេយ៍ក្លាយជាដៃគូពាណិជ្ជកម្មធំទី4របស់ឥណ្ឌាអ្វីត្បិតថាអនាគតនៃផ្លូវ highway ត្រីភាគីឥណ្ឌាមីយ៉ាន់ម៉ាថៃនៅតែមិនច្បាស់លាស់ក៏ពិតមែនប៉ុន្តែប្រសិនបើផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់តាមការគ្រោងទុកមែននោះវាអាចនឹងកំណត់ឡើងវិញនូវសក្តានុពលពាណិជ្ជកម្មនិងការដឹកជញ្ជូននៅទូទាំងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ហើយនឹងបើកឱកាសសេដ្ឋកិច្ចថ្មីដ៏ធំធេងដែលមិនអាចនឹកស្មានដល់អរគុណប្រិមិត្តសម្រាប់ការតាមដានស្ដាប់សូមជួយ Subscribe Channel រៀនអានដើម្បីទទួលបាននូវព័ត៌មានថ្មីប្រចាំថ្ងៃ